Ok,បន្តទៀតចូលដល់ផ្នែក student អញ្ចឹងផ្នែក student នេះគឺជាសិស្សអូខេអញ្ចឹងយើងមាន school boys អូខេ school boy មានន័យថាសិស្សប្រុសហើយនឹង school girls គឺសិស្សស្រីបាទហ្នឹងគឺយើងប្រើទូទៅដែរ school boy school girl អូខេនេះគឺបើបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនអាចជួយ subscribe ជួយ follow channel របស់ខ្ញុំមួយផងព្រោះដោយសារវាថ្មីណាជា channel ថ្មីមួយសម្រាប់ខ្ញុំហើយសូមអរគុណសម្រាប់អ្នកដែលជួយ subscribe អ្នក follow account របស់ខ្ញុំនេះអូខេតោះបន្តអូខេឥឡូវយើងបន្តទៅទៀតគឺពាក់ព័ន្ធនឹងផ្នែក school នេះទី3គឺនិយាយពី school អូខេឥឡូវយើងនិយាយពីកម្រិតនៃការសិក្សារបស់យើងគឺយើងមានពាក្យទី1គឺ kindergarten គឺមត្តេយ្យសិក្សានេះតមកទៀតគឺ primary school មានន័យថាបឋមសិក្សាតមកទៀតគឺ secondary school គឺវិទ្យាល័យយនេះតតាមលំដាប់ទៀតគឺ high school បាទ high school មានន័យថាវិទ្យាល័យចឹងពាក្យ high school ពាក្យ secondary school នេះវាមានពាក្យផ្សេងពីវិទ្យាល័យអាចមានពាក្យផ្សេងពីនឹងតិចទៀតតែខ្ញុំបានលើកឡើងមកទេតបន្តទៀតគឺ university គឺសាកលវិទ្យាល័យបន្ទាប់ពី high school មកគឺ university បាទសាកលវិទ្យាល័យហ្នឹងនៅក្នុងសាកលវិទ្យាល័យយើងមានពាក្យ college គឺមានន័យថាមហាវិទ្យាល័យអញ្ចឹងមហាវិទ្យាល័យគឺជាផ្នែកដែលនៅក្នុងសាកលវិទ្យាល័យនៅក្នុង university គឺមានមហាវិទ្យាល័យផ្សេងអូខេអញ្ចឹងខ្ញុំបានរៀបចំពាក្យនេះអស់ត្រឹមហ្នឹងប៉ុន្តែវាអាចនៅពាក្យខ្លះទៀតតែខ្ញុំយល់ថាពាក្យប៉ុណ្ណេះគឺជាពាក្យដែលសំខាន់ហើយសម្រាប់យើងយកទៅប្រើប្រាស់នៅសាលារៀនដូចជា academic year ជាដើមអូខេ goodbye thank you